Bà suốt đây bông ôn từng ở kiaថ្ងៃនេះយើងមករៀនអំពីគ្រឿងការស្គាល់ទៅលើគ្រឿងបង្គុំរបស់ Ben Sang បាទនេះគឺជា Ben ពួកម៉ូតូ Honda Dream ចាប់ពី03ឡើងរហូតដល់2022អញ្ចឹងគឺ Ben របស់ម៉ូតូ Honda Dream ចាប់ពី03រហូតដល់2022គឺដូចគ្នាទាំងអស់ណាបងប្អូនវាដូរតា2023ទេ2023ហ្នឹងគឺគេចាប់ផ្ដើមប្រើប៊ិចអញ្ចឹងនៅនឹងមុខរបស់ខ្ញុំនេះគឺជា Ben ចាប់ពីប្រភេទពួក Honda Dream 2022ចុះក្រោមរហូតមកដល់ប្រភេទពួក Honda Dream 03បាទហើយសម្រាប់ប្រភេទពួក02ចុះក្រោមក៏វាដូចគ្នាដែរបងប្អូនព្រោះវាប្រើ Ben ដូចគ្នាប៉ុន្តែគ្រាន់តែថាវារចនាសម្ព័ន្ធវាខុសគ្នាតិចតិចអញ្ចឹងណាបងប្អូនហើយសម្រាប់នៅនឹងមុខខ្ញុំនេះដៃដែលខ្ញុំកាន់នេះអានេះគឺជាយើងហៅថាតួ Ben ផ្នែកខាងលើបងប្អូនបាទហើយតួ Ben ផ្នែកខាងលើនេះយើងមានដូចជាកន្លែងដាក់piston gear បាទកន្លែងដាក់ piston gear ហើយខាងផ្នែកអានេះគឺផ្នែកបំពង់វ៉ងស៊េរីផ្នែកខាងក្រោយដែលយើងចាប់ជាប់ទៅនឹងក Ben យើងហៅថាក Ben ចាប់ភ្ជាប់ពីក្បាលកុយឡាស់មកនឹងតួ Ben ផ្នែកខាងលើសម្រាប់ខាងមុខនេះយើងហៅសម្រាប់ចាប់ភ្ជាប់ជាមួយនឹងសម្បុក air ហើយក៏ខាងក្នុងនេះយើងហៅថាបំពង់វ៉ងស៊េរីបងប្អូនហើយសម្រាប់នេះគឺជាសន្ទះកាក់ air ដៃ air ហើយនឹងកន្លែងនេះគឺយើងសម្រាប់ដាក់ទៅលើវិសសេរីខ្យល់ហើយនឹងវិសសេរីក្រង់ទីហើយអានេះគឺជាកន្លែងក្លាប់ពេណាបងប្អូនក្លាប់ពេខ្យល់បាទកន្លែងនេះគឺជាហើយឬក៏រុនខ្យល់បាទខាងមុខនេះក៏មានរុនខ្យល់ដែរបងប្អូនបាទបងប្អូនមើលមែនទេទៅបាទសម្រាប់ផ្នែកខាងក្នុងហ្នឹងក៏មានរុនខ្យល់ដែរបងប្អូនអញ្ចឹងបងប្អូនមើលតិចទៅខ្ញុំស៊ូមឲ្យមើលហើយឃើញអត់បើកាមេរ៉ាវារាំងអត់សូវច្បាស់អញ្ចឹងអត់ប៉ុន្តែយើងអាចមើលបានអត់អីទេបងប្អូនហើយអញ្ចឹងយើងស៊ូមមកវិញមកហើយយើងពិនិត្យទៅលើតួ Ben ផ្នែកខាងលើរបស់យើងវិញបាទហើយនេះក៏ជាហើយដែរបងប្អូនណាអានេះគឺជារុនហើយដែរបាទខាងក្នុងនេះគឺជារុនលបាយសាំងរុនខ្យល់បាទហើយសម្រាប់ប្រឡោះនេះគឺយើងដាក់ cycler យកនិង cycler ការ៉ង់ទីកន្លែងនេះគឺយើងដាក់មជុលពងសាំងនិងកន្លះពងសាំងបាទសម្រាប់តួ Ben ផ្នែកខាងលើគឺយើងមានតែប៉ុណ្្នឹងទេបងប្អូនបាទឥឡូវយើងមកស្គាល់នៅតួ Ben ផ្នែកខាងក្រោមវិញអញ្ចឹងតួ Ben ផ្នែកខាងក្រោមបាទវាមានអីខ្លះបងប្អូនវាមានបង្គោលលង្ហូរសាំងលើបាទនៅដៃខ្ញុំនេះបាទនេះចុងរបស់ដាក់ចុងចង្អុលដៃរបស់ខ្ញុំប៉ះនេះគឺជាបង្គោលបង្ហូរសាំងលើបាទជុំវិញនេះអាខ្មៅនេះយើងហៅថារិញឬក៏យើងហ្វឺតបាទហើយសម្រាប់ផ្នែកខាងក្រោមនេះបាទនេះគឺជាវិសបង្ហូរសាំងណាបងប្អូនណានេះវិសបង្ហូរសាំងបាទហើយសម្រាប់ពេលដែលយើងមួលចេញមកសាំងវាហូរតាមបាត Ben វាហូរតាមបាត Ben វាចេញមកតាមនេះបងប្អូនបាទនេះកន្លែងបង្ហូរសាំងបាទហើយសម្រាប់ខាងនេះបាទខាងនេះគឺជាកន្លែងចាប់ភ្ជាប់រ៉ូម៉ាណេសាំងបាទដែលធ្វើការតភ្ជាប់ទយោដែលចេញពីធុង reservoir មកគឺត្រូវឆ្លងកាត់តាមហ្នឹងបន្ទាប់មកគឺវាបានឆ្លងកាត់តាមលំរងចម្រោះនេះមួយបាទដែលវានៅកន្លែងនេះបាទហើយវា
បានឆ្លងកាត់តម្រងចម្រោះបានវាចេញមកតាមរុនលបាយសាំងនេះបាទរុនលបាយសាំងនេះហើយបានវាចូលមកតួបេនផ្នែកខាងលើបាទនេះគឺជារុនលបាយសាំងបាទហើយបន្ទាប់មកបានចេញតាមចុងមជុលបាទបងប្អូនហើយនៅពេលដែលម៉ូតូវាស្រក់សាំងបាទបងប្អូនវាស្រក់សាំងតាមកន្លែងនេះអញ្ចឹងមូលហេតុបាទបងប្អូនមូលហេតុគឺវាលេចតាមនេះបាទវាលេចតាមបង្គោលបង្ហូរសាំងលើនេះបងប្អូនបាទហើយចាំវីដេអូក្រោយខ្ញុំនឹងនិយាយហើយនឹងការអំពីបញ្ហារបស់ម៉ូតូស្រក់សាំងទាំងអស់តែម្ដងដើម្បីឲ្យបងប្អូនបានដឹងបានស្គាល់ហើយនឹងចេះជួសជុលវាហើយព្រោះខ្ញុំបង្ហាញទៅលើវីដេអូក្រោយឲ្យពេញតែម្ដងបាទហើយសម្រាប់វីដេអូនេះគឺយើងស្គាល់នៅគ្រឿងបង្គុំវាសិនដើម្បីឲ្យយើងឈានទៅដល់ការជួសជុលបាទហើយយើងឥឡូវយើងចូលមកខាងផ្នែកបេនរបស់យើងវិញបាទឥឡូវយើងដល់កន្លែងណាកន្លែងបាទបង្គោលបង្ហូរសាំងលើបាទបង្គោលបង្ហូរសាំងលើនេះនៅពេលដែលសាំងវានៅពេលដែលមជុលបាទមជុលពងហើយកន្លែងនេះបាទវាធ្វើការបិទអត់ចិត្តអញ្ចឹងអាហ្នឹងគឺវាធ្វើឲ្យសាំងវាហូរតាមបង្គោលបង្ហូរសាំងលើនេះអញ្ចឹងហើយបានជាម៉ូតូបងប្អូនមានអាការៈទុកចោលទៅម៉ូតូស្រក់សាំងបាទហើយសម្រាប់បងប្អូនដែលអត់ទាន់ស្គាល់ស៊ីក្លឺយកនិងស៊ីក្លឺការ៉ង់ទីបាទនេះគឺពីរនេះបងប្អូនបាទនេះគឺជាស៊ីក្លឺការ៉ង់ទីបាទបងប្អូនមើលលំអិតបន្តិចទៅបាទខាងក្នុងចំហៀងខាងក្រោយនេះគឺវាមានរុនលបាយសាំងបាទហ្នឹងហើយគេហៅថារុនលបាយសាំងបាទខាងក្នុងនេះគឺមានដែរតែទូចមែនទែនបងប្អូនបាទសម្រាប់ស៊ីក្លឺការ៉ង់ទីក៏ដូចគ្នាដែរបងប្អូនវាមានរុនបាទលបាយសាំងដូចគ្នាបាទប៊ីស្តង់ហ្គាកន្លះប៊ីស្តង់ហ្គាបាទនេះយើងរៀនរួចហើយយើងស្គាល់ហើយអំពីគ្រឿងបង្គុំបាទរ៉ូម៉ាណេសាំងបាទសរុបមកវិញបាទនេះស្លាប់ពេបាទសរុបមកវិញបាទគ្រឿងបង្គុំរបស់បេនសាំងគឺមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់វីដេអូក្រោយខ្ញុំនឹងនិយាយអំពីដំណើរការរបស់សាំងថាតើវាដំណើរការរបៀបម៉េចបាទហើយសម្រាប់វីដេអូនេះមានតែប៉ុណ្ណឹងទេសម្រាប់ចែករំលែកទៅកាន់បងប្អូនដែលមានបំណងចង់ចេះនៅជំនាញជួសជុលម៉ូតូនេះអញ្ចឹងបងប្អូនអាចមើលវីដេអូរបស់ខ្ញុំបានទៅលើការបង្រៀនរបស់ខ្ញុំបាទហើយសម្រាប់បងប្អូនដែលគាត់ចេះហើយជាងមេអញ្ចឹងគាត់ក៏ចេះទៅហើយសម្រាប់បងប្អូនដែលគាត់មិនទាន់ចេះដែលគាត់មានបំណងចង់ចេះជំនាញខាងផ្នែកជំនាញជួសជុលម៉ូតូអញ្ចឹងបងប្អូនអាចមកធ្វើការសិក្សាស្វែងយល់នៅក្នុង channel របស់ខ្ញុំបានខ្ញុំបង្រៀនទៅលើប្រភេទពួកម៉ូតូធម្មតាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹងទេជម្រាបលាបងប្អូនបាយបាយជូនពរអ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អបាទបាយបាយ